ខ្ញុំសូមបញ្ជាក់ថាយើងបានកំណត់នៅយុទ្ធសាស្ត្រព4ចូល4ពង្រឹងការងារស្នូល4ហើយនឹងជំរុញបាទការងារគ្រប់គ្រងចំនួន4ផងដែរបាទអញ្ចឹងការងារនេះគឺមិនមែនយើងសម័យរៀបចំចេញពីណាទេគឺយោងទៅលើអ្វីដែលជាបទពិសោធន៍របស់ស្ថាប័នបាទឯកសារកិត្តិយសពាក់ព័ន្ធទាំងអស់គឺយើងបាននឹងកំពុងតែជំរុញឲ្យធ្វើទំនើបកម្មស្ថាប័នរបស់យើងនេះរៀបចំរចនាសម្ព័ន្ធនិងមុខងាររបស់មន្ត្រីរាជការយើងឲ្យចំទៅនឹងអ្វីដែលជារចនាសម្ព័ន្ធហើយនឹងទូនាទីស្នូលរបស់ស្ថាប័នរបស់យើងនេះអញ្ចឹងវាពាក់ព័ន្ធទៅនឹងបាទការងារអធិការកិច្ចការងារពាក់ព័ន្ធទៅនឹងតាមដានការអនុវត្តច្បាប់ការងារពាក់ព័ន្ធនឹងយន្តការបណ្ដឹងហើយការងារពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយច្បាប់របស់យើងនេះសិតតែជាការងារដែលមានលក្ខណៈយុទ្ធសាស្ត្រទាំងអស់បាទនិយាយជារួមហើយប្រតិកលាគ្នាជាប្រព័ន្ធបាទគ្រាន់តែថាបទពិសោធន៍ពិភពលោកប្រព័ន្ធនេះវាគេញែកហើយក្នុងតំបន់របស់យើងក៏មិនមានបាទការអនុវត្តក្នុងក្របខ័ណ្ឌនៃក្រសួងផងដែរគឺជាការគិតគូរក្នុងក្របខ័ណ្ឌស្ថាប័នដែលមានលក្ខណៈមួយផាកប្រហែលក្រសួងប៉ុន្តែមានលក្ខណៈបតិកលាហើយជាដំណោះស្រាយនយោបាយមួយដែលមានការឯកភាពផ្ទៃក្នុងរបស់ប្រទេសនីមួយៗបាទអញ្ចឹងក្នុងក្របខ័ណ្ឌការងារអធិការកិច្ចកន្លងមកនេះគឺយើងបានគិតគូរហើយបាទរៀបចំទៅនឹងយន្តការពាក់ព័ន្ធផងដែរនេះខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិចហើយការងារពាក់ព័ន្ធជំរុញ4របស់យើងនេះក៏យើងបានគិតគូរពាក់ព័ន្ធទៅនឹងការងារពាក់ព័ន្ធនឹងការតាក់តែងច្បាប់របស់យើងការងារពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពស្ថាប័នការងារពាក់ព័ន្ធទៅនឹងការពង្រឹងទំនាក់ទំនងហើយភាពជាដៃគូរបស់យើងហើយការងារពាក់ព័ន្ធទៅនឹងការធ្វើ Digital វិបណីយកម្មប្រវត្តិកម្ម Digital នៃវិស័យរបស់យើងបាទអញ្ចឹងការងារទាំងអស់នេះគឺជាការងារអត្ថិភាពដែលយើងបានកំណត់ជាមួយគ្នាហើយយើងបានរៀបចំយន្តការពាក់ព័ន្ធកន្លែងនេះខ្ញុំសូមគោរពរាយការណ៍ដល់បាទអាយដាមលោកទាវថ្នាក់ដឹកនាំដែលកន្លងមកនេះគឺបានតាមដានការងារជាបន្តបន្ទាប់ផងដែរគឺយើងបានរៀបចំបាទយន្តការដើម្បីជំរុញការងារទាំងអស់នេះហើយទាំង8ហ្នឹង